សម្រាប់បងប្អូនដែលតែងតែប្រើប្រាស់នៅឆាត Telegram ហើយមានបំណងចង់ធ្វើការលាក់ឆាត Telegram ហ្នឹងពីស្រីស្នេហ៍ឬក៏សង្សារឬក៏ប្រពន្ធកុំឲ្យប្រពន្ធដឹងអញ្ចឹងណាអាចមើលវីដេអូនេះបានខ្ញុំនឹងធ្វើការចែករំលែកតែម្ដងពីគន្លឹះក្នុងការលាក់ឆាតស្រីស្នេហ៍កុំឲ្យប្រពន្ធដឹងតោះចាប់ផ្ដើមបងប្អូនគ្នាបាទជាដំបូងសូមគ្រប់នឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីរបៀបក្នុងការលាក់ឆាតមិនឲ្យប្រពន្ធឬក៏សង្សារដឹងនៅក្នុងកម្មវិធី Telegram វិធីលាក់យើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Telegram ជាមុនសិនមកហើយបន្តមកទៀតយើងស្វែងរកឆាតណាដែលបងប្អូនចង់ធ្វើការលាក់យើងគ្រាន់តែសង្កត់ឲ្យជាប់ឲ្យវាចេញសញ្ញាគ្រីសបែបនេះបាទរួចហើយបងប្អូនកលេចមើលត្រង់ចំណុចខាងលើវិញអញ្ចឹងត្រង់ចំណុចខាងលើហ្នឹងវាមានសញ្ញាព្រួយអញ្ចឹងយើងធ្វើការចុចត្រង់សញ្ញាព្រួយហ្នឹងមកអញ្ចឹងមានន័យថាឈ្មោះហ្នឹងគឺយើងអាចធ្វើការលាក់បានជោគជ័យតែម្ដងអញ្ចឹងវិធីសាស្ត្រលាក់គឺងាយទេហើយដើម្បីយើងធ្វើការដោះវិញក៏អត់ពិបាកដែរបងប្អូនចូលត្រង់ចំណុចពាក្យថា active chat ហ្នឹងមកបាទរួចហើយយើងនឹងឃើញឈ្មោះដែលយើងបានលាក់មុនហ្នឹងហើយបន្តមកទៀតដើម្បីដោះវិញយើងគ្រាន់តែធ្វើការចុចទៅលើឈ្មោះហ្នឹងណាបងប្អូនបាទយើងគ្រាន់តែធ្វើការចុចទៅលើហ្នឹងឲ្យជាប់ដូចពីមុនអញ្ចឹងបាទយើងសង្កត់ឲ្យជាប់មកហើយវានឹងចេញសញ្ញាគ្រីសបែបនេះដូចគ្នាបន្តមកទៀតបងប្អូននឹងឃើញត្រង់កន្លែងសញ្ញាគូស3នៅខាងលើបាទចុច3ហ្នឹងយើងចុចលើហ្នឹងមកបងប្អូននឹងឃើញផ្ទាំងបែបនេះហើយត្រង់ចំណុចហ្នឹងបងប្អូននឹងឃើញពាក្យថា unactive បាទត្រង់ចំណុច unactive សញ្ញាព្រួយឡើងលើហ្នឹងបងប្អូនចុចលើហ្នឹងមកនៅពេលដែលយើងចុចត្រង់ចំណុចហ្នឹងគឺយើងអាចធ្វើការដោះឆាតហ្នឹងមកវិញហើយបងប្អូនណាបាទយើងអាចដោះឆាតយកមកប្រើប្រាស់ជាធម្មតាវិញហើយចឹងគន្លឹះក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការលាក់ឆាតនៅក្នុងកម្មវិធី Telegram ក៏មានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបើសិនជាមានចម្ងល់កុំភ្លេច comment នៅខាងក្រោមវីដេអូអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ